ចូលដល់រដូវភ្លៀងធ្លាក់អញ្ចឹងគឺថាមេឃភ្លៀងចង់រាល់ថ្ងៃហ្មងហើយឲ្យតែមេឃភ្លៀងគឺដឹងតែឃ្លានស៊ុបហ្មងជាពិសេសស៊ុបត្រីក្រហមក្តៅក្តៅហុយហុយជូរហល់មួយមុខនេះគឺឆ្ងាញ់ខ្លាំងមែនតើហើយបើថាបានញ៉ាំពេលមេឃកំពុងភ្លៀងស្រេចក្តៅហុយហុយទៀតគឺមួយឆ្នាំងញ៉ាំតែម្នាក់ឯងទេចំពោះគ្រឿងផ្សំសម្រាប់យើងស្ងោរទឹកស៊ុបហ្នឹងមានជាខ្ទឹមសខ្ទឹមក្រហមគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចហើយនិងដុំស៊ុបខ្នុរដំបូងគេហ្នឹងគឺយើងចាប់ផ្ដើមពីការកិនខ្ទឹមសខ្ទឹមក្រហមចំពោះខ្ទឹមសខ្ទឹមក្រហមនេះបងប្អូនចង់កិនអញ្ចឹងក៏បានឬក៏ច្រាំក៏បានដែរហើយគល់ស្លឹកគ្រៃខ្ញុំប្រើចំនួន2គល់យើងដំវាឲ្យបែកកាត់វាជាកង់ខ្លីៗអញ្ចឹងមករំដេងប្រើម្ដុំប្រហែលជាប៉ុនមេជើងលាងទឹកឲ្យស្អាតហើយហាន់ជាដុំតូចស្លឹកក្រូចសើចយើងប្រើ4-10 ស្លឹកហើយបេះយកទំនងវាចេញមកហើយក្នុងហ្នឹងខ្ញុំបន្ថែមការ៉ុត1មើមទៀតដើម្បីទឹកស៊ុបរបស់យើងនោះមានរសជាតិកាន់តែឆ្ងាញ់អញ្ចឹងទៅបន្ទាប់ពីយើងត្រៀមគ្រឿងក្រៅរួចរាល់ហើយយើងមកដាក់ឆ្នាំងដើម្បីធ្វើទឹកស៊ុបហ្មងដំបូងគេយើងដាក់ប្រេងឆាឲ្យក្តៅសិនហើយយើងកំប៉ុងខ្ទឹមសខ្ទឹមក្រហមមកបងប្អូនខ្ទឹមសខ្ទឹមក្រហមហ្នឹងដាក់កាន់តែច្រើនគឺកាន់តែឈ្ងុយបន្ទាប់ពីយើងកំប៉ុងវាឡើងពណ៌សម្បុរក្រហមមកល្មមហើយចាំយើងដាក់ម្ទេសផ្លោកក្រៀមចិញ្ច្រាំណាអានេះក៏ខ្ញុំទិញគេស្រាប់ឬក៏មិនអញ្ចឹងទេបងប្អូនអាចទិញអាគេអត់ទាន់កិនណាយើងយកមកត្រាំទឹកច្រាំខ្លួនឯងក៏បានដែរមើលតែវាឡើងឈ្ងុយមកល្មមហើយចាំយើងដាក់គល់ស្លឹកគ្រៃរំដេងហើយនិងស្លឹកក្រូចចូលយើងលាយគ្រឿងទាំងអស់ហ្នឹងប្រហែលជា 3-4 នាទីឲ្យវាជះក្លិនឈ្ងុយមកល្មមសិនចាំចាក់ទឹកចូលចំពោះទឹកនេះបងប្អូនលៃលោកមើលទៅបើយើងញ៉ាំគ្នាច្រើនក៏ដាក់ឲ្យច្រើនតាមនឹងទៅណាហើយគ្រឿងផ្សំសំខាន់ដែលយើងអាចខ្វះបាននៅក្នុងការស្ងោរទឹកស៊ុបហ្នឹងគឺជាដុំស៊ុបខ្នុរមានតែម្ដុំពីរដុំមកទឹកស៊ុបរបស់យើងហ្នឹងគឺដឹងតែមានរសជាតិឆ្ងាញ់ហ្មងជាពិសេសខ្នុរឥឡូវគឺគេមានជារង្វាន់ទៀតបងប្អូនមានជារង្វាន់ខ្សែកមាសហើយនឹងលុយសុទ្ធរហូតដល់500លានរៀលបន្ទាប់ពីដាក់ដុំស៊ុបខ្នុរចូលចំនួន3ដុំហើយខ្ញុំបន្ថែមទឹកត្រី2ស្លាបព្រាបាយទឹកប៉េងប៉ោះ3ស្លាបព្រាបាយទឹកខ្មេះ3ស្លាបព្រាបាយដូចគ្នាហើយនឹងស្ករនឹងចំនួន1ស្លាបព្រាបាយបន្ទាប់ពីដាក់គ្រឿងក្រៅចូលរួចរាល់អស់ហើយបាទខ្ញុំដាក់ការ៉ុតដើម្បីជួយបង្កើនរសជាតិទឹកស៊ុបរបស់យើងនឹងឲ្យកាន់តែមានរសជាតិឆ្ងាញ់ហើយយើងគ្របគម្របទុកឲ្យវាពុះសិនទៅបន្ទាប់ពីវាពុះហើយយើងបើកគម្របចំហវាចោលហើយដាក់រំងាស់ហ่าបងប្អូនយើងរំងាស់ប្រហែលជាខ្ទង់15ទៅ20នាទីហើយទឹកស៊ុបនឹងវារាងប្លែកពីទឹកស៊ុបធម្មតាបន្តិចបងប្អូនដោយសារតែយើងមានប្រើទឹកប៉េងប៉ោះជាមួយនឹងទឹកខ្មេះព្រោះអីគឺយើងត្រូវការរសជាតិនឹងរាងជូរអញ្ចឹងទៅហើយក្នុងកំឡុងពេលដែលយើងដាក់រំងាស់ទឹកស៊ុបចោលនឹងយើងមកកាត់ត្រីក្រហមជាកង់ឲ្យហើយមកព្រោះអីស៊ុបត្រីក្រហមគឺអាចខ្វះត្រីក្រហមបានទេក្នុងនឹងយើងក៏មានជាសាច់គោផុយហាន់ជាប្រទះស្ដើងយើងមានជាប្រហិតហើយនឹងបន្លែផ្សេងទៀតសម្រាប់ញ៉ាំជាមួយនឹងទឹកស៊ុបនឹងហើយទឹកស៊ុបរបស់យើងបន្ទាប់ពីខ្ញុំរំងាស់បាន20នាទីឃើញថាវារីងអស់ច្រើនដែរអញ្ចឹងណាបន្ទាប់ពីនឹងទៅយើងអាចភ្លក់មើលហើយថែមថយគ្រឿងបានប៉ុន្តែចំពោះខ្ញុំរសជាតិនឹងគឺមកត្រូវហើយបងប្អូនអត់ចាំបាច់ថែមថយអីទៀតទេបន្ទាប់ពីនឹងមកក៏យើងច្រោះវាយកកតិចគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចអីចេញបងប្អូនយើងច្រោះវាឲ្យបានថ្លាល្អអញ្ចឹងមកបើយើងងាយស្រួលញ៉ាំហើយចំពោះការ៉ុតវិញបងប្អូនចង់ដាក់ចូលវិញក៏បានឬក៏អត់ក៏បានដែរបន្ទាប់ពីយើងផ្ទេរឆ្នាំងទឹកស៊ុបរួចរាល់ហើយយើងលើកវាដាក់លើភ្លើងហើយយើងចាប់ត្រីក្រហមដាក់ចូលមកបន្ទាប់ពីដាក់ត្រីក្រហមចូលហើយយើងគ្របគម្របទុកឲ្យវាពុះសិនណាបងប្អូនចាំវាពុះមើលតែត្រីយើងឆ្អិនមកល្មមហើយចាំដាក់បន្លែហើយនឹងគ្រឿងផ្សេងទៀតចូលព្រោះបើសិនជាយើងដាក់តាណាគ្នាវាអាចធ្វើឲ្យត្រីរបស់យើងនឹងមានក្លិនឆ្អាបអញ្ចឹងទៅហើយចំពោះទឹកស៊ុបនេះវារាងប្លែកពីទឹកស៊ុបផ្សេងទៀតបន្តិចអញ្ចឹងណាដោយសារតែយើងប្រើទឹកប៉េងប៉ោះផងទឹកខ្មេះផងហើយយើងដាក់ប៉េងប៉ោះចូលទៀតបន្ទាប់ពីយើងដាក់បន្លែហើយនឹងប្រហិតចូលរួចរាល់អស់ហើយបើសិនជាបងប្អូនមានទឹកដោះគោស្រស់ឬក៏ទឹកដោះគោឆៅយើងដាក់ចូលបន្តិចមកចំពោះសាច់គោគឺខ្ញុំអត់ដាក់ចូលក្នុងនឹងទេណាបងប្អូនគឺខ្ញុំជ្រលក់ញ៉ាំព្រោះតែកាលណាយើងដាក់ចូលវាធ្វើឲ្យសាច់គោរបស់យើងនឹងទៅជារាងឆ្អិនជ្រុលរឹងអត់សូវឆ្ងាញ់ទេបើសិនជាយើងជ្រលក់ញ៉ាំលើទឹកស៊ុបកំពុងពុះក្តៅអញ្ចឹងបានវាឆ្ងាញ់ហើយយើងមើលតែបន្លែប្រហិតអីបើយើងឆ្អិនមកល្មមគឺយើងអាចយកមកញ៉ាំបានហើយចំពោះត្រីក្រហមវិញបងប្អូនប្រយ័ត្នផងពេលដែលយើងចាប់ឬក៏កូរច្បល់ហ្នឹងធ្វើម៉េចកុំឲ្យវាបែកម៉ត់ខៃអញ្ចឹងទៅឲ្យត្រីនឹងនៅមូលដុំបានយើងញ៉ាំទៅឆ្ងាញ់បន្ទាប់ពីឆ្អិនបន្លែឆ្អិនសាច់អីមកល្មមហើយគឺខ្ញុំលើកដាក់ចុះឲ្យបងប្អូនដោយសារតែឆ្នាំងស៊ុបរបស់ខ្ញុំនេះគឺវាក្តៅអញ្ចឹងណាខ្ញុំលើកដាក់ចុះប្រហែលជាខ្ទង់ចង់10នាទីហើយគឺនៅតែក្តៅហុយទៀតអញ្ចឹងហើយគឺខ្ញុំអត់ដាក់វានៅលើភ្លើងទៀតទេហើយចំពោះទឹកស៊ុបរបស់យើងគឺឆ្ងាញ់មែនតើបងប្អូនពេលដែលយើងភ្លក់ទឹកស៊ុបទទេហ្នឹងគឺប្លែកបងប្អូនរសជាតិហ្នឹងគឺរាងជូរហឹលប្រហើគឺមានជាតិខ្លាំងមែនតើហ្មងនិយាយទៅហ
ត់តែទឹកស៊ុបតទេក្តៅហុយហ្នឹងក៏ឆ្ងាញ់ដែរហើយចំពោះស៊ុបត្រីក្រហមហ្នឹងគឺខ្ញុំញ៉ាំជាមួយទឹកតៅហ៊ូឬក៏បងប្អូនអាចញ៉ាំជាមួយទឹកត្រីកោះកុងទឹកកាពិអីក៏បានដែរតាមចំណង់ចំណូលចិត្តហើយចំពោះស៊ុបរបស់ខ្ញុំហ្នឹងគឺខ្ញុំចាប់ដាក់ចេញបងប្អូនចាប់ដាក់ចានមួយផ្សេងទៀតព្រោះអីអានៅក្នុងឆ្នាំងហ្នឹងគឺវានៅតែក្តៅបងប្អូនដូចយើងដាក់នៅលើភ្លើងអញ្ចឹងហើយស៊ុបត្រីក្រហមហ្នឹងដំបូងខ្ញុំគិតថាច្រើនមួយឆ្នាំងហ្នឹងប៉ុន្តែបងប្អូនហើយញ៉ាំភ្លេចខ្លួនមួយឆ្នាំងហ្នឹងគឺអស់ម្នាក់ឯងហ្មងជាពិសេសសាច់ត្រីរបស់យើងគឺអត់មានក្លិនឆ្អាបទេញ៉ាំទៅគឺឡើងផ្អែមហ្មងនិយាយទៅស៊ុបមួយមុខហ្នឹងធានាឲ្យថាបងប្អូនធ្វើញ៉ាំហើយគឺដឹងតែជាប់ចិត្តហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ